អ្នកណាដែលជាទស្សនិកជនរបស់អ្នកនៅត្រង់ចំណុចនេះអ្នកប្រហែលជាគិតថានៅកំឡុងពេលដែលអ្នកឡើងនិយាយជាសាធារណៈការផ្ដោតអារម្មណ៍ទាំងមូលរបស់ទស្សនិកជននឹងតម្រូវមករកអ្នកតែម្នាក់គត់ប៉ុន្តែតាមពិតទៅវាមិនមែនដូចអ្វីដែលអ្នកបានគិតឡើយការផ្ដោតអារម្មណ៍នៅកំឡុងពេលនៃការថ្លែងសង្ខរកថាមិនបានសំដៅមករកខ្លួនអ្នកតែម្នាក់នោះទេហើយអ្នកក៏មិនមែននិយាយដើម្បីតែផលប្រយោជន៍របស់អ្នកមួយមុខដែរពោលគឺត្រូវនិយាយដើម្បីបម្រើផលប្រយោជន៍របស់ទស្សនិកជនទាំងមូលសូមចងចាំថាការនិយាយជាសាធារណៈគឺជាសិល្បៈមួយដែលតម្រូវឲ្យអ្នកសម្ដែងនិងអ្នកចូលរួមទាំងអស់ផ្ដោតលើទស្សនិកជនមិនមែនផ្ដោតលើបុគ្គលម្នាក់ដែលកំពុងតែឡើងនិយាយនោះឡើយអាស្រ័យហេតុនេះការកំណត់ឲ្យបានច្បាស់ពីប្រភេទទស្សនិកជននៅមុនពេលដែលអ្នកឡើងថ្លែងសង្ខរកថាគឺជារឿងមួយដ៏សំខាន់ត្រឡប់ទៅកាន់ឧទាហរណ៍ខាងលើរបស់យើងវិញប្រសិនបើសង្ខរកថារបស់អ្នកគឺជាផ្នែកមួយនៃការសិក្សានៅក្នុងថ្នាក់នោះទស្សនិកជនរបស់អ្នកត្រូវតែជាសិស្សរួមថ្នាក់ព្រមទាំងលោកគ្រូអ្នកគ្រូឬសាស្ត្រាចារ្យរបស់អ្នកផ្ទាល់ដូច្នេះអ្នកចាំបាច់ត្រូវតែរៀបចំយ៉ាងណាឲ្យសង្ខរកថារបស់អ្នកមានភាពទាក់ទាញនិងគួរជាទីចាប់អារម្មណ៍សម្រាប់ពួកគេដោយសារយ៉ាងហោចណាស់ក៏មានទស្សនិកជនម្នាក់ដែលក្នុងចំណោមនោះដែរនឹងដាក់ពិន្ទុឬវាយតម្លៃការធ្វើបទបង្ហាញរបស់អ្នកការវិភាគលើទស្សនិកជនគឺជាសកម្មភាពមួយដែលប្រព្រឹត្តទៅក្នុងទម្រង់យ៉ាងសាមញ្ញប្រសិនបើអ្នកឡើងនិយាយនៅក្នុងកម្មវិធីណាមួយដែលអ្នកជាសមាជិកនៃកម្មវិធីឬស្ថាប័នមួយនោះស្រាប់អ្នកប្រកាសជាបានស្គាល់ច្បាស់អំពីប្រភេទនៃទស្សនិកជនដែលនឹងចូលរួមស្ដាប់ការថ្លែងសង្ខរកថារបស់អ្នករួចជាការស្រេចទៅហើយប្រសិនបើអ្នកត្រូវបានគេអញ្ជើញឲ្យឡើងថ្លែងសង្ខរកថានៅក្នុងកម្មវិធីឬក្រុមណាមួយដែលអ្នកមិនមែនជាសមាជិកក៏ដោយក៏អ្នកនៅតែអាចទទួលព័ត៌មានមួយចំនួនអំពីទស្សនិកជនរបស់អ្នកដដែលតាមរយៈការសិក្សាអំពីកត្តាដែលជំរុញពួកគេឲ្យចូលរួមឧទាហរណ៍សន្និសីទវិទ្យាសាស្ត្រមួយប្រហែលជាត្រូវបានចូលរួមដោយអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រហើយកត្តាដែលទាក់ទាញពួកគេឲ្យមកចូលរួមនោះប្រហែលដោយសារពួកគេចង់ស្វែងយល់អំពីចំណេះដឹងឬការរកឃើញថ្មីៗនៅក្នុងវិស័យរបស់ពួកគេផ្ទាល់ដូច្នេះអ្នកអាចសន្និដ្ឋានទុកជាមុនបានហើយថាទស្សនិកជនរបស់អ្នកសុទ្ធសឹងតែជាអ្នកជំនាញដែលមានចំណេះដឹងខ្ពស់ហើយពួកគេទំនងជាចាប់អារម្មណ៍សង្ខរកថាដែលអ្នកនិយាយអំពីផ្នែកសុខភាពនិងវិទ្យាសាស្ត្រប៉ុន្តែប្រសិនបើអ្នកត្រូវបានគេអញ្ជើញឲ្យទៅឡើងថ្លែងសង្ខរកថានៅក្នុងសន្និសីទអភិវឌ្ឍជនបទវិញទស្សនិកជនដែលនឹងចូលរួមប្រកាសជាក្រុមមនុស្សដែលចាប់អារម្មណ៍លើការអភិវឌ្ឍសហគមន៍ដូច្នេះអ្នកគួរតែលើកយកប្រធានបទដែលទាក់ទងនឹងការបង្កើតសហគមន៍មកនិយាយដោយបានបញ្ជាក់ខាងលើរួចមកថាប្រសិនបើគេតម្រូវឲ្យអ្នកថ្លែងសង្ខរកថាទៅកាន់ក្រុមមនុស្សដែលអ្នកមិនធ្លាប់ស្គាល់អ្នកចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវអំពីទស្សនិកជនរបស់អ្នកហើយមុនពេលចាប់ផ្ដើមថ្លែងសង្ខរកថានោះខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកឲ្យទទួលបានព័ត៌មានមុនពេលដែលបុគ្គលម្នាក់នោះសម្រេចចិត្តអញ្ជើញឲ្យអ្នកទៅចូលរួមគេប្រកាសជាជឿជាក់ថាអ្នកនឹងមានអ្វីពិសេសសម្រាប់ចែករំលែកដែលអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកចូលរួមបានដូច្នេះពួកគេក៏អាចផ្ដល់ឲ្យអ្នកនៅព័ត៌មានដែលទាក់ទងនឹងទស្សនិកជនបានដូចគ្នាចំណាយពេលសន្ទនាជាមួយទស្សនិកជនមួយចំនួនបន្ទាប់មកចូលសាកសួរពួកគេថាតើមានបុគ្គលរូបណាផ្សេងទៀតដែលអាចជជែកលេងជាមួយបានហើយព្យាយាមស្វែងយល់អំពីអ្វីដែលជាការចាប់អារម្មណ៍របស់បុគ្គលទាំងនោះអានព័ត៌មានអំពីស្ថាប័ននៅលើគេហទំព័ររបស់ពួកគេឬតាមរយៈខិត្តប័ណ្ណផ្សព្វផ្សាយរបស់ពួកគេក៏បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីទទួលបានព័ត៌មានអំពីស្ថាប័នដែលអ្នកត្រូវទៅថ្លែងសង្ខរកថានិងបុគ្គលដែលជាទស្សនិកជនចូលរួមទៅទស្សនាកន្លែងដែលមានមនុស្សចូលរួមច្រើនដូចជាការប្រជុំក្រុមឬកម្មវិធីសិក្ខាសាលាដើម្បីស្វែងយល់អំពីការចាប់អារម្មណ៍ជារួមរបស់មនុស្សទូទៅឬមនុស្សដែលស្ថិតនៅក្នុងក្រុមណាមួយនៅពេលដែលអ្នកទទួលបានព័ត៌មានខ្លះៗអំពីទស្សនិកជនរបស់អ្នកហើយនៅជំហានបន្ទាប់អ្នកត្រូវស្វែងយល់ព័ត៌មានខ្លះៗដែលទាក់ទ
ដែលអ្នកនឹងឡើងទៅផ្ដល់សង្ឃរកថាខាងក្រោមនេះគឺជាចំនួនដែលអ្នកគួរតែដឹងតែការប្រជុំធ្វើឡើងនៅកន្លែងណាសំណួរមួយនេះមានសារៈសំខាន់ណាស់ហើយយើងនឹងសិក្សាបន្ថែមទៀតក្នុងមួយជំពូកនេះតើចំនួនទស្សនិកជនមានប្រហែលប៉ុន្មានអ្នកតើកិច្ចប្រជុំមួយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអ្វីតើទស្សនិកជនសង្ឃឹមថានឹងបានស្ដាប់អ្វីខ្លះពីការថ្លែងសង្ឃរកថារបស់អ្នកតើនឹងមានអ្នកឡើងថ្លែងសង្ឃរកថាផ្សេងទៀតក្រៅពីអ្នកដែរឬទេប្រសិនបើមានតើវិនរបស់អ្នកនៅលំដាប់ទីប៉ុន្មានក្នុងរបៀបវារៈតើសង្ឃរកថារបស់អ្នកគួរមានរយៈពេលប៉ុន្មានតើទស្សនិកជនរបស់អ្នកបានស្វែងយល់ដឹងពីប្រធានបទដែលអ្នកនឹងឡើងនិយាយក្នុងកម្រិតណាតើអ្នកនឹងថ្លែងសង្ឃរកថាទៅកាន់អ្នកជំនាញក្នុងវិស័យណាមួយឬណែនាំប្រធានបទថ្មីដែលពួកគេមិនទាន់បានស្គាល់តើទស្សនិកជនរបស់អ្នកស្ថិតនៅក្នុងអាយុកម្រិតណាតើអ្នកនឹងនិយាយទៅកាន់សាវិទ្យាល័យពលរដ្ឋវ័យចំណាស់ឬក្រុមដែលមានអាយុចម្រុះតើប្រធានបទរបស់អ្នកនឹងទទួលបានមតិគាំទ្រឬប្រឆាំងពីទស្សនិកជនសូមបញ្ជាក់ជាថ្មីឡើងវិញថាការយល់ដឹងព័ត៌មានលម្អិតពីទស្សនិកជននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសង្ឃរកថារបស់អ្នកព្រោះវត្តមានរបស់ទស្សនិកជននឹងកំណត់ពីអ្វីដែលអ្នកត្រូវនិយាយសង្ឃរកថាដ៏ល្អមួយដែលអ្នកបានរៀបចំសម្រាប់សិស្សវិទ្យាល័យអាចនឹងក្លាយទៅជាការនិយាយដ៏ធុញទ្រាន់ឬមិនគ្រប់ជ្រុងជ្រោយចំពោះអ្នកវិទ្យាសាស្ត្រអាស្រ័យហេតុនេះការស្វែងយល់អំពីទស្សនិកជននៅតែជាជំហានចាប់ផ្ដើមមួយដ៏សំខាន់ដែលអ្នកមិនគួរមើលរំលងឡើយអ្នកនិយាយដ៏ល្អបំផុតសិតសឹងតែធ្លាប់និយាយដ៏អន់បំផុតពេលចាប់ផ្ដើមដំបូង